ស្រាបៀរគ្រីតចំណាយមិនធម្មតាអញ្ជើញកម្ពុជាតារាចម្រៀងខេមរៈស្រីមុនច្រៀងជាលើកដំបូងនៅក្នុងផាប់ជាង50កន្លែងច្រើនឆ្នាំក្នុងសិល្បៈកម្ពុជាតារាចម្រៀងខេមរៈស្រីមុនមិនធ្លាប់មានវត្តមាននៅក្នុងការច្រៀងតាមផាប់នានាឡើយដោយឡែកថ្មីនេះស្រាប់តែមានការប្រកាសថាកម្ពុជាតារាចម្រៀងខេមរៈស្រីមុននឹងមានវត្តមានច្រៀងនិងសម្ដែងនៅក្នុងផាប់ជាង50កន្លែងដោយមានការគាំទ្រពីស្រាបៀរគ្រីតដើម្បី surprise អ្នកគាំទ្រស្រាបៀរគ្រីតលេងឈុតធំនិងចំណាយមិនធម្មតាឡើយសម្រាប់ការអញ្ជើញកម្ពុជាតារាចម្រៀងខេមរៈស្រីមុនចេញច្រៀងនិងសម្ដែងក្នុងផាប់ជាលើកដំបូងដោយដែលមហាជនបានឃើញស្រាប់ហើយថាភាគច្រើនកម្ពុជាតារាចម្រៀងខេមរៈស្រីមុនតែងតែមានវត្តមាននៅក្នុងការប្រគំតន្ត្រីធំៗតាមបណ្ដាខេត្តក្រុងនានានិងនៅក្នុងពិធីធំៗប៉ុណ្ណោះលោកកម្រនឹងមានវត្តមាននៅតាមផាប់កំសាន្តនានាណាឆ្លើយតបទៅនឹងការចង់បានរបស់អ្នកគាំទ្រស្រាប់តែថ្មីនេះស្រាបៀរគ្រីតបានត្រៀមលេងជុតធំនិងចំណាយមិនធម្មតាទេដោយបានអញ្ជើញកម្ពុជាតារាចម្រៀងខេមរៈស្រីមុនច្រៀងតាមផាប់ធំជាង50កន្លែងជុំវិញខេត្តក្រុងគ្រាន់តែដឹងដំណឹងថាកម្ពុជាតារាចម្រៀងខេមរៈស្រីមុនត្រៀមនឹងមានវត្តមាននៅក្នុងផាប់តាមការអញ្ជើញរបស់ស្រាបៀរគ្រីតបានធ្វើឲ្យអ្នកគាំទ្រជាច្រើនសម្ដែងនៅការត្រេកអរក៏ដូចជាការរងចាំមើលថាតើ idol របស់ពួកគេនឹងលេចមុខជាលើកដំបូងនៅក្នុងទីណាបើចង់ជួបផ្ទាល់ជាមួយកម្ពុជាតារាចម្រៀងខេមរៈស្រីមុនឬ idol របស់បងប្អូនកុំភ្លេចចូលរួមជាមួយស្រាបៀរគ្រីតទាំងអស់គ្នាដើម្បីទទួលបានភាពរីករាយនិងបានរួមលេងកម្សាន្តជុំគ្នាសប្បាយៗ